បាទសួស្តីបាទបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងនិងស្នេហានៅបាក់សីកីឡាផ្លែដៃទាំងអស់គ្នាជាទីគោរពរាប់អានបងប្អូនបាទនៅវេលាព្រឹកមួយថ្ងៃច័ន្ទបាទទី11ហ្នឹងបងប្អូនណាបាទពីត្រង់បាក់សីប្រយុទ្ធបាទរំដួលស្វាយរៀងយើងខ្ញុំបងប្អូនមកចេញវីដេអូថ្មីមួយទៀតបងប្អូនណាបាទសម្រាប់បងប្អូនយើងបាទដែលស្រឡាញ់ចូលចិត្តនិងគ្រប់គ្រងនៅបាក់សីកីឡាផ្លែដៃណាបងប្អូនបាទថ្ងៃនេះបង្ហាញជូនបាទលើស្ទៀវបន្តិចបងប្អូនបាទល្មមថៃជុលបងប្អូនបាទគីឡូ26បងប្អូនបាទនៅដៃស្ទើទេបងប្អូនដៃ8គ្រាប់ទេបងប្អូនណាបាទតែចាប់ចូលស៊ុំក្រុងទេបងប្អូនបាទហ្មងនេះពេញអាចបាន27 28ទេបងប្អូនណាបាទហ្នឹងហើយស្អាតបងប្អូនបាទខ្សែពូជអាខ្លែងហ្នឹងបងប្អូនណាបាទវាមិនតអស់ចាអីប្រហែលទេគាត់ថារឿងក្រាន់បើបាទភាគច្រើនវាមានឈ្នះច្រើនដែរបងប្អូនណាបាទឈ្នះច្រើនជាងចាញ់អញ្ចឹងបាទមិនមែនថាចេះតែអ៊ូថាឈ្នះទេបងប្អូនបាទវាមានឈ្នះមានចាញ់ហ្នឹងបងប្អូនបាទប៉ុន្តែខ្សែពូជរបស់វាភាគច្រើនគឺឈ្នះណាបងប្អូនបាទឈ្នះច្រើនហ្នឹងហើយបងប្អូនបាទគីឡូបច្ចុប្បន្ន26បងប្អូនបាទប៉ងមិញបងប្អូនបាទគីឡូ26បងប្អូនដែលស្រឡាញ់ចូលចិត្តលេងតាមភូមិបងប្អូនណាគីឡូតូចបងប្អូនបាទហ្នឹងហើយចែកជូនបងប្អូនយើងក្នុងតម្លៃសមរម្យបងប្អូនបាទហ្មងនេះដាក់ចិត្តតែអត់បានឡាំទេបងប្អូនបាទប្រសាំវា3 4 10ថ្ងៃសិនបាទហ្នឹងហើយថែចូលទឹកចិញ្ចឹមសិនបងប្អូនបាទនិយាយទៅវាតាប់ស្អាតបងប្អូនបាទសបុលខ្លែងនេះបាទសេប៉ាងបាទជើងវាត្រូវនឹងសបុលតែម្ដងបងប្អូនណាបាទរៀងក្រហមតិចបងប្អូនបាទកាអំពៅតែរៀងក្រហមតិចមុខឡាយស្អាតបងប្អូនបាទភ្នែកលីនភ្នែកក្រហមបាទហ្នឹងជាប្រភេទបាទឡាយសៀវអានេះបងប្អូនបាទមេវាសៀវយូនហ្នឹងហើយបងប្អូនហើយបារបស់វាអាហ្នឹងបាទគឺសកានេះពណ៌មេអំបៅនៅក្នុងបាទ YouTube បងប្អូនចង់ដឹងពីបារបស់វាឆែកមើលទៅឃើញបងប្អូនបាទហ្នឹងសបុលខ្លែងមួយគ្រាប់នេះស្អាតបងប្អូនបាទហ្នឹងហើយបងប្អូនបានមានតម្រូវការអីជុលអីមកនេះថែជុលគីភ្ជុំក៏បានជុលនិយាយរួមទៅថែមួយខែអីវាយបានបងប្អូនបាទខ្ញុំទៅចូលទឹកចំបងប្អូនបាទឬក៏ថែដល់ភ្ជុំរត់តែអីបងប្អូនបាទមួយគ្រាប់នេះហ្នឹងហើយឡៅ28 29ដល់ភ្ជុំអីហ្នឹងបាទឥឡូវវា26ហើយបងប្អូនបាទហ្នឹងហើយអរគុណបងប្អូនយើងដែលតែងតែគ្រប់គ្រងនិងទស្សនានៅវីដេអូរបស់ខ្ញុំគ្រប់ជូនពរបងប្អូនយើងបាទសុខភាពទាំងអស់សុខសប្បាយនិងមានសុខភាពល្អបាទធ្វើដំណើរទៅទីជិតទីឆ្ងាយសូមប្រកបតែសុវត្ថិភាពទាំងអស់គ្នាអរគុណបាទសូមគ្រប់លាបាទបងប្អូនបាទ